សួស្តីប្រជាជនកម្ពុជាជាទីស្រឡាញ់នៅក្នុងថ្ងៃនេះនាងខ្ញុំមានរឿងចង់មកជជែកនិងវិភាគជាមួយអ្នកទាំងអស់គ្នាប្រហែលថ្ងៃនេះគឺព័ត៌មានថៃគេបានចេញផ្សាយនៅដំណឹងមួយចាដែលមានចំណងជើងថាលោកដូមបកនឡាំចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពី Cambodia អះអាងថាទីក្រុងតាមព្រំដែនកម្ពុជាពោពេញដោយក្រុមមេខ្យល់ឆបោកហើយគ្រប់គ្រងលោកអនុទិនឲ្យបោសសម្អាតចោលឲ្យអស់ចានេះគឺជាចំណងជើងដែលសារព័ត៌មានថៃមួយចំនួនគេបានចេញផ្សាយចានាងខ្ញុំនឹងអានលំអិតអ្វីដែលសារព័ត៌មានថៃគេបានចុះផ្សាយហើយបន្ទាប់មកខ្ញុំនឹងហែកស្បែកមុខតារារូបនេះឲ្យប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំបានដឹងចាថាមូលហេតុអ្វីទើបគេចេញមកនិយាយបែបនេះតើគេមានគោលបំណងអ្វីហើយតើលោកដូមបកនឡាំហ្នឹងគាត់មានភាពស្អាតស្អំគ្រប់គ្រាន់ឬនៅក្នុងការនិយាយចាមករិះគន់ឲ្យប្រទេសកម្ពុជាយើងដូចនេះព័ត៌មានរបស់គេបានលើកឡើងថាលោកដូមបកនឡាំបានបង្ហើបតាមរយៈ Facebook ផ្ទាល់ខ្លួនថាលោកធ្លាប់បានឃើញអគារក្រុងឆបោកនៅភ្នំពេញនិងប៉ោយប៉ែតដោយភ្នែកខ្លួនឯងផ្ទាល់ដោយចង្អុលបង្ហាញថាទីក្រុងទាំងនោះត្រូវបានជំរុញដោយលុយខុសច្បាប់ពីបណ្ដាញបោកប្រាស់តាមអនឡាញលោកបានសង្កត់ធ្ងន់ថាសូម្បីតែប្រជាជនក្នុងតំបន់ក៏ដឹងនឹងមានការភ័យខ្លាចដែរជាមួយគ្នានោះលោកបានផ្ដល់កម្លាំងចិត្តដល់នាយករដ្ឋមន្ត្រីថៃលោកអនុទិនឲ្យបន្តការបង្ក្រាបឆ្លងដែនប្រកបដោយការតាំងចិត្តពិតប្រាកដដើម្បីស្ដារទំនុកចិត្តនៅក្នុងតំបន់អាស៊ានឡើងវិញនេះគឺជាសម្ដីរបស់គេដែលបានសរសេរនៅលើបណ្ដាញសង្គមខ្ញុំធ្លាប់មានឱកាសទៅធ្វើការនៅភ្នំពេញនិងប៉ោយប៉ែតជាច្រើនដងខ្ញុំអាចនិយាយបានពេញមាត់ថាខ្ញុំធ្លាប់បានឃើញអគាររបស់ពួក scammer ដោយភ្នែកខ្លួនឯងផ្ទាល់ហើយសូម្បីតែអ្នករត់ឡានជូនខ្ញុំដែលជាជនជាតិខ្មែរក៏បានចង្អុលប្រាប់ខ្ញុំដែរថានេះគឺជាអគារដែលពួក scammer ធ្វើការនៅទីនោះមានអគាររបស់ពួក scammer ពេញតែនឹងរាល់ពេលខ្ញុំទៅធ្វើការខ្ញុំតែខ្លាចរហូតសូម្បីតែ Wi-Fi របស់សន្តាគារក៏ខ្ញុំមិនហ៊ានភ្ជាប់ដែរព្រោះខ្លាចគេលួចទិន្នន័យពេលឃ្លានបាយភាគច្រើនខ្ញុំក៏មកញ៉ាំក្នុងសន្តាគារព្រោះមិនហ៊ានចេញទៅញ៉ាំខាងក្រៅខ្លាចគេចាប់ចម្រិតយកទៅខ្ញុំអាចបញ្ជាក់បានថាទីក្រុងទាំងនេះត្រូវបានជំរុញដោយលុយពីពួក scammer ជាមូលដ្ឋានខ្ញុំសូមផ្ដល់កម្លាំងចិត្តដល់លោកនាយករដ្ឋមន្ត្រីអនុទិនឲ្យបង្ក្រាបពួក scammer ទាំងនោះជាមួយបណ្ដាប្រទេសនានាឲ្យអស់ព្រោះរឿងនេះបានបង្កការខូចខាតដល់ប្រទេសជាតិទាំងឡាយដោយមិនអាចវិយតម្លៃបានឡើយចានេះគឺជាអ្វីដែលលោកដូមបកនឡាំហ្នឹងគេបាននិយាយយ៉ាងណាមិញពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីស្រឡាញ់ខ្ញុំសូមជម្រាបជូនថាហេតុអីបានជាលោកដូមបកនឡាំហ្នឹងចេញមកនិយាយចាទី1គឺគេចង់យក rating ឬក៏យកប្រជាប្រិយភាពត្បិតថាពីមុនដូមបកនឡាំនេះគឺជាតារាល្បីប៉ុន្តែបច្ចុប្បន្នមានតារាថ្មីរះច្រើនណាស់ខណៈដែលរឿងដែលដូមបកនឡាំហ្នឹងគេត្រូវគេហៅថាចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ3ផងអញ្ចឹងក៏ឆ្លៀតយកឱកាសនេះគេហៅថាចេញមកនិយាយចាដើម្បីទាញចំណាប់អារម្មណ៍ទាញប្រជាប្រិយភាពហើយក៏ដើម្បីយកចិត្តមហាជនឲ្យចាប់អារម្មណ៍លើខ្លួនគេពេលអញ្ចឹងទៅគេអាចឆ្លៀតប្រម៉ូទរឿងដែលគេសម្ដែងនោះផងនេះគឺជាអ្វីដែលនាងខ្ញុំចង់ជម្រាបជូនថាទី1គឺបែបហ្នឹងដូមបកនឡាំនេះដូចនាងខ្ញុំបានលើកឡើងអញ្ចឹងគ្មានសិទ្ធិអីមករិះគន់ប្រទេសកម្ពុជានោះទេហើយក៏គ្មានសិទ្ធិអីដែលប្រាប់ឲ្យនាយករដ្ឋមន្ត្រីរបស់ខ្លួនហ្នឹងមកបង្ក្រាប scammer ដែរនៅក្នុងប្រទេសកម្ពុជាដែរបើចង់បង្ក្រាប scammer បង្ក្រាបនៅក្នុងប្រទេសខ្លួនឯងចាកម្ពុជាគឺជារដ្ឋអធិបតេយ្យកម្ពុជាចេះធ្វើការខ្លួនឯងហើយដូចគេថានៅក្នុងផ្ទះគេចេះចាត់ចែងហើយអញ្ចឹងបោសសម្អាតតែផ្ទះខ្លួនឯងឲ្យបានទៅទី2ប្រជាជនកម្ពុជាជាទីស្រឡាញ់ខ្ញុំបានឆែកមើលទៅបុគ្គលនេះមានរឿងអាស្រូវច្រើនណាស់អញ្ចឹងហើយប្រហែលជាគេចង់យកឱកាសនេះដើម្បីស្ដារមុខមាត់ពីព្រោះអីដូមបកនឡាំនេះប្រជាជនកម្ពុជាជាទីស្រឡាញ់ដឹងអត់គេក៏ធ្លាប់ជាប់ឈ្មោះចានៅក្នុងតារាដែលបោកប្រាស់ប្រជាជនតាមរយៈការលក់លទ្ធផលជាបណ្ដាញដែរចាដែលមួយរយៈមុនប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំប្រហែលជាមិនទាន់ភ្លេចទេតារាធំល្បីៗជាច្រើនរបស់ថៃហ្នឹងត្រូវបានចាប់ឃុំឃាំងនៅក្នុងពន្ធនាគារចាពីបាត់បោកបញ្ឆោតលុយអតិថិជនរាប់ពាន់លានហើយក្នុងនោះក៏មានលោកដូមបកនឡាំនឹងដែរអញ្ចឹងនាងខ្ញុំសូមជម្រាបជូនលំអិតពាក់ព័ន្ធជាមួយរឿងអាស្រូវរបស់លោកដូមបកនឡាំនេះទី1ដូមបកនឡាំធ្លាប់បង្កហេតុបើកបរក្នុងស្ថានភាពស្រវឹងចាករណីនោះគឺកើតឡើងចានៅក្នុងឆ្នាំ2001ចាកាលហ្នឹងលោកដូមហ្នឹងគឺបានបើករថយន្តបុកមនុស្សស្លាប់ចាសាច់រឿងដែលលោកដូមបកនឡាំបុកគេស្លាប់ហ្នឹងមិនបានចប់ត្រឹមតែពេលហ្នឹងទេដល់ឆ្នាំ2016មានផ្ទុះសាច់រឿងឡើងមកវិញដោយកូនស្រីជនរងគ្រោះបានលើកឡើងថាការទទួលបានសំណងហ្នឹងវាមិនដូចអ្វីដែលមានការអះអាងអញ្ចឹងហើយលោកដូមបកនឡាំហ្នឹងគេបានចេញមកយំយ៉ែកហើយអះអាងថាគេបានទទួលខុសត្រូវនិងបង់សំណងរួចរាល់ហើយអញ្ចឹងគេបានចោទប្រកាន់ថាការចេញមកនិយាយរបស់កូនស្រីជនរងគ្រោះនឹងវាធ្វើឲ្យគេនឹងខូចខាតកិត្តិយសនៅមុខមាត់បន្តមកទៀតចាលោកដូមបកនឡាំនេះគឺជាអ្នកតំណាងផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនធំមួយដែលរកការរិះគន់ពីមជ្ឈដ្ឋានទូទៅនិងអង្គការស្រវឹងមិនបើកបរដោយលើកករណីចាស់របស់លោកមកពមៀនឡើងវិញហើយលោកដូមក៏បាននិយាយថាលោកធ្វើជា presenter ឲ្យទឹកសុទ្ធ
mình men ao sra biaនោះទេចាធ្លាប់បើកឡានសវឹងបុកគេស្លាប់ហើយក៏ទទួលបាន presenter ពីក្រុមហ៊ុនស្រាបៀរមួយប៉ុន្តែក្រោយមកនៅពេលដែលទទួលបានការរិះគន់ក៏និយាយថាខ្លួននឹងជា presenter ក្រុមហ៊ុនទឹកសុទ្ធទេមិនមែនជា presenter ឲ្យក្រុមហ៊ុនស្រាបៀរនឹងទេពីព្រោះក្រុមហ៊ុនស្រាបៀរនឹងក៏គេមានទឹកសុទ្ធដែរដបបកនឡាំនេះគឺត្រូវបានគេស្គាល់ថាជាភាសាអង់គ្លេសហៅថា Casanova គឺជាបុរសដែលបដូរដៃគូស្នេហាញឹកញាប់ហើយមានរឿងអាស្រូវច្រើនណាស់នៅក្នុងសង្គមសិល្បៈថៃចាមួយវិញទៀតដុំបកនឡាំនេះក៏បែកឃ្លាគេហៅថារឿងអាស្រូវតាក់ទងនឹងការឆាតតាក់ទងតារាស្រីស្រីឬក៏តាក់ទងមនុស្សស្រីណាគឺមានបែកឃ្លាសារតាក់ទងគ្នារវាងដុំនិងតារាស្រីម៉ៃដាវីកាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយចាម៉ៃដាវីកានេះក៏មានរឿងអាស្រូវធ្វើឲ្យប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំមិនពេញចិត្តច្រើនដែរចាដោយការនោះមិត្តស្រីរបស់ដុំគឺឈ្មោះកាត់ចាញ់ហើយខណៈដែលខ្លួនឯងហ្នឹងមិនមែនជាកំឡោះនៅលីវទេមានសង្សារមានមិត្តស្រីហើយអ្វីដែលជាការកត់សម្គាល់មួយទៀតគឺកាលពីឆ្នាំ2017ហ្នឹងគឺដុំត្រូវបានគេសង្ស័យថាបានកាន់កាប់រថយន្ត Lamborghini មួយដែលជាប់ពាក់ព័ន្ធនឹងករណីលួចពីបរទេសមកចាប៉ុន្តែពេលនោះដុំនឹងគេបានចេញមកអះអាងថារថយន្តដែលគេទិញហ្នឹងគឺទិញស្របច្បាប់នៅប្រទេសថៃហើយមានឯកសារត្រឹមត្រូវដោយគេបញ្ជាក់ថាគេគឺជាអ្នកទិញហើយជាជនរងគ្រោះតែប៉ុណ្ណោះលោកដុំហ្នឹងត្រូវបានមហាជនគេចាប់អារម្មណ៍ជាខ្លាំងពីព្រោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនលក់ផលិតផលអនឡាញមួយគឺ The Icon Group ចាលោកគឺជាអ្នកតំណាងផលិតផលឬក៏ presenter ហើយក៏ជាអ្នកលើកតម្កើងក្រុមហ៊ុនផ្សព្វផ្សាយប្រម៉ូទពីគុណសម្បត្តិផ្សេងៗរបស់ក្រុមហ៊ុនយ៉ាងណាមិញលោករួចខ្លួនដោយសារតែលោកមិនស្ថិតនៅក្នុងគេហៅថាបណ្ដាញជាអ្នកគ្រប់គ្រងចានៅក្នុងគេហៅថាជា management ណាចាប៉ុន្តែលោកក៏ត្រូវបានគេដេញដោលសួរដែរចាពីព្រោះគេហៅថាការផ្សព្វផ្សាយការអួតសរសើរពីក្រុមហ៊ុនឬក៏ពីផលិតផលហើយក៏ដូចជាអ្នកហៅថាមេខ្យល់បបួលឲ្យប្រជាជនអ្នកគ្រប់គ្រងឬក៏អ្នកជឿជាក់របស់លោកហ្នឹងទៅបណ្ដាក់ទុនហើយទីបំផុតលុយបណ្ដាក់ទុនហ្នឹងវាបានតែខ្យល់វាបានតែការខាតបង់ហើយបណ្ដាលឲ្យមានមនុស្សគេហៅថាចម្ពាក់លុយគេអត់បានលុយត្រឡប់មកវិញរហូតដល់អ្នកខ្លះត្រូវចងកលោតទឹកសម្រាប់ខ្លួនត្រឡប់មកវិញប្រជាជនកម្ពុជាជាទីស្រឡាញ់អញ្ចឹងហើយខ្ញុំចង់និយាយថាដុំបកនឡាំនេះការដែលចេញមកនិយាយចាចោតប្រកាន់ប្រទេសកម្ពុជាយើងហ្នឹងទី1គឺដើម្បីគេហៅថាតាក់ទាញចំណាប់អារម្មណ៍ដើម្បីទាញប្រជាប្រិយភាពដើម្បីឲ្យគេមើលរឿងដែលខ្លួនកំពុងសម្ដែងពីព្រោះអីខ្លួនវាអត់ដើម្បីដូចមុនហើយទី2នោះក៏ដើម្បីព្យាយាមលាងជម្រះនៅរូបភាពអាស្រូវរបស់ខ្លួនចាតែនាងខ្ញុំបានរៀបរាប់មកពីដើមនោះគឺច្រើនមែនទែនហើយខ្លួនឯងក៏វាជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនវិនិយោគបោកប្រាស់ប្រជាជនថៃខ្លួនឯងនឹងផងដែរចាប្រជាជនកម្ពុជាជាទីស្រឡាញ់ជាចុងក្រោយនាងខ្ញុំអត់មានអ្វីទេក្រៅតែពីពាក្យថាខ្មែរស្រឡាញ់ខ្មែរខ្មែរគ្រប់គ្រងខ្មែរខ្មែរប្រើប្រាស់ផលិតផលខ្មែរមានតែខ្មែរស្រឡាញ់គ្នារួមគ្នាទើបយើងអាចឈ្នះសត្រូវដែលកំពុងតែឈ្លានពានកម្ពុជាយើងបានចាសូមអរគុណ